លោកជេងលោកពិតជាមានភ្នែកមុតមែងកប៉ាល់យួនហែងនេះមានអាយុកាលទៅតែ1ឆ្នាំទេគ្រឿងបរិក្ខារគឺសុទ្ធតែថ្មីទាំងអស់នេះទើបជាកប៉ាល់ដែលអាចចេញទៅសមុទ្រភាគនិរដីបានពិតប្រាកដថ្មីជាងកប៉ាល់ Shanfeng ដល់ទៅ3ដងគ្រឿងបរិក្ខារនាំចូលទាំងអស់អាចទប់ទល់ខ្យល់ព្យុះកម្រិត12បានពីមុននៅកប៉ាល់ Shanfeng បើកប៉ាល់ធ្លីប៉ះខ្លួនឯងខូចអីជួសជុលខ្លួនឯងទាំងអស់មានកប៉ាល់នេះហើយខ្ញុំលែងត្រូវមើលទឹកមុខយ៉ាវលីទៀតហើយលែងត្រូវលុតជង្គង់អង្គវគេឲ្យជួយកូនស្រីខ្ញុំទៀតហើយខ្ញុំត្រូវតែយកអ្វីដែលខ្ញុំបានបាត់បង់ត្រឡប់មកវិញឲ្យអស់ព្រះឲ្យជេងយួនពិតជាមកជួលកប៉ាល់មែនតើត្រូវប្រញាប់ប្រាប់បងលីភ្លាមលោកប្រធានវងលោកកុំបារម្ភអីត្រីតុកកែសមុទ្រ200តោនសម្រាប់រដូវនេសាទក្រោយខ្ញុំយ៉ាលីធានាមកទាំងអស់នៅឆាវសិនទាំងមូលក្រៅពីខ្ញុំគ្មានអ្នកណាហ៊ានចូលទៅតំបន់នេសាទដែលមានព្យុះនៅសមុទ្រភាគនិរដីទេជេងយួនគ្រាន់តែជាអ្នកនេសាទកំសត់ម្នាក់ទេបើគ្មានខ្ញុំសំបីបាយក៏គ្មានស៊ីដែរខ្ញុំឲ្យវា80000នឹងចាត់ទុកថាសប្បុរសណាស់ទៅហើយវានៅហ៊ានចេញរកស៊ីម្នាក់ឯងទៀតឲ្យថ្លើមវាធំប៉ុនមេឃក៏ដោយអញប្រញាប់ទៅចាប់ជាតិមែនមិនឃើញអញកំពុងនិយាយទូរស័ព្ទជាមួយលោកប្រធានវងទេអីបងលីវីវ៉ូហើយរឿងធំហើយរឿងអីនិយាយមកអំបញ្ញមិញខ្ញុំឃើញជេងយួននៅកន្លែងកប៉ាល់វាកំពុងមើលកប៉ាល់ហាក់ដូចជាចង់ជួលកប៉ាល់ចេញរកស៊ីម្នាក់ឯងបងលីមានរឿងអីតោះអញចង់ដឹងណាស់ថាអាជេងយួននឹងថ្លើមវាធំប៉ុណ្ណាបានជាហ៊ានមកដណ្ដើមឆ្នាំងបាយលើទឹកដីអញជេងយួនឯងមិននៅជួសជុលលោកប៉ាល់ឲ្យនៅកំពង់ផែទេរត់មកទីនេះធ្វើអីខ្ញុំមកធ្វើអីវាមិនពាក់ព័ន្ធនឹងបងឯងទេសួស្ដីលោកប្រធានយ៉ាវលោកជេងគាត់មកជួលកប៉ាល់គាត់ពេញចិត្តកប៉ាល់យួនងស៊េរីថ្មីរបស់យើងមកកំពុងរៀបចំចុះកិច្ចសន្យាចុះហត្ថលេខារួចយកកប៉ាល់ចេញបានថ្ងៃនេះតែម្ដងជេងយួនអាមនុស្សរមើលគុណខ្ញុំរមើលគុណយ៉ាងម៉េចខ្ញុំយ៉ាវលីមានចំណុចណាធ្វើមិនល្អដែរឯងពីមុនឯងក៏សំបីបាយក៏គ្មានស៊ីគឺអញជាអ្នកឲ្យប៉ាល់ឯងបើកឲ្យបាយឯងស៊ីដើម្បីអាចចិញ្ចឹមគ្រួសាររូបបានឥឡូវឯងស្លាប់រឹងហើយហ៊ានលួចមកជួលកប៉ាល់កំបាំងមុខអញចង់មកដណ្ដើមមួយអញទៀតនៅឆាវសិនទាំងមូលមានអ្នកណាមិនដឹងថាតំបន់នេសាទភាគនិរដីជាទឹកដីរបស់អញយ៉ាវលីនោះអញហ៊ានមកដណ្ដើមឆ្នាំងបាយអញមើលទៅឯងប្រហែលជាចង់ឲ្យប៉ាល់ខ្ញុំបើកឲ្យបាយខ្ញុំស៊ីយ៉ាវលីបងឯងចេះខ្មាស់គេខ្លះទេខ្ញុំនាំបងប្អូនរស័តអណ្ដែតនៅសមុទ្រអស់107ថ្ងៃឆ្លងកាត់ខ្យល់ព្យុះកម្រិត11តស៊ូបដូរជីវិតជាមួយត្រីឆ្លាមប្រវែង6ម៉ែត្ររកលុយឲ្យបងឯងបាន5លានចុះបងឯងវិញគ្រាន់តែបោះលុយឈ្នួលឲ្យខ្ញុំ80000កូនស្រីខ្ញុំដេកសង្គ្រោះបន្ទាន់ត្រូវការលុយសង្គ្រោះជីវិតខ្ញុំលុតជង្គង់អង្គរបស់បងឯងមិនត្រឹមតែមិនឲ្យថែមទាំងឲ្យសន្តិសុខវាខ្ញុំបណ្ដេញចេញទៀតបងឯងមានលុយជួស្រីក្មេងនៅក្លឹបមួយយប់ចំណាយអស់រាប់សែនតែគ្មានលុយបើកភាគលាបឲ្យខ្ញុំនេះហៅថាបងឯងល្អចំពោះខ្ញុំមែនទេនោះវាជាលុយរបស់អញចង់ចាយមិនក៏បានដែរអញឲ្យឯង80000នឹងគឺយកមនុស្សសញ្ជាតិណាបងប្អូនណាស់ទៅហើយបើឯងហ៊ានរកស៊ីម្នាក់ឯងនឹងធ្វើឲ្យឯងរស់មិនចុះទេនៅក្នុងចង្កំអ្នកនេសាទសមុទ្រនៅទីនេះអញប្រាប់ឲ្យដឹងចុះកប៉ាល់នេះមិនអនុញ្ញាតឲ្យជួលទៅវាទេអ្នកណាហ៊ានជួលឲ្យវាគឺប្រឆាំងនឹងអញយ៉ាវលីនេះហើយអញនឹងធ្វើឲ្យអ្នកឯងពិបាករស់នៅទីនេះមិនខានលោកជេងរឿងនេះចុះបើពួកលោកសម្រួលគ្នាឲ្យហើយសិនទៅកុំខ្វល់ពីគាត់កប៉ាល់នេះខ្ញុំត្រូវតែជួលឲ្យបានបាទលោកជេងថ្លៃឈ្នួល150,000ក្នុងមួយខែប្រាក់កក់200,000សរុប350,000ត្រូវបង់ផ្ដាច់តែម្ដងឥឡូវនេះលុយក្នុងដៃខ្ញុំមិនទាន់គ្រប់ទេតើអាចបង់រំលោះបានទេហាសើចចង់ជ្រុះថ្មិញហើយអញស្មានតែឯងមានសមត្ថភាពអស្ចារ្យប៉ុណ្ណាតាមពិតសំបីលុយជួលក៏គ្មានគ្រប់ផងចង់មកជួលកប៉ាល់រកស៊ីម្នាក់ឯងយកសពទៅអាប់អូនប្រញាប់រមៀលទៅកំពង់ផែជួសជុលលោកប៉ាល់ឲ្យអញវិញទៅបើហ៊ានតែយឺតយ៉ាវការចេញទូកថ្ងៃស្អែកអញនឹងធ្វើឲ្យកូនស្រីឯងគ្មានលុយដេកពេទ្យមិនខានតោះលោកជេងសុំទោសផងពិតមែនកន្លែងយើងអត់មានសេវាបង់រំលោះទេបើលុយមិនគ្រប់យើងពិតជាមិនអាចជួលកប៉ាល់ឲ្យលោកបានទេប្អូនជេងខ្ញុំកំពុងតែតាមរកឯងនឹងលោកប្រធានយ៉ាងចុះលោកអញ្ជើញមកទីនេះមានការអីខ្ញុំមកមើលលោកប៉ាល់បន្តិចហើយក៏ចង់មកចុះកុងត្រាទិញត្រី200តោនទៀតជាមួយក្រុមហ៊ុនឯងដែរការចេញទូកលើកនេះគឺពឹងលើឯងហើយណាលោកប្រធានយ៉ាងសុំទោសផងការបញ្ជាទិញមួយនេះខ្ញុំប្រហែលជាទទួលមិនបានទេមិនអញ្ចឹងមានរឿងអីទៅខ្ញុំលែងធ្វើការជាមួយយ៉ាវលីទៀតហើយខ្ញុំរៀបចំរកស៊ីខ្លួនឯងល្អរកស៊ីខ្លួនឯងអញ្ចឹងល្អហើយអញប្រថុយជីវិតរកលុយឲ្យវាជាង8លានវាបែរជាឲ្យអញត្រឹម80000សំបីលុយសង្គ្រោះជីវិតកូនស្រីអញក៏វាហ៊ានលេបត្របាក់ដែរពិតជាមនុស្សត្រឆានមែនមនុស្សបែបនេះគង់តែទទួលកម្មពីទេអញគួរតែចេញពីវាមកប្រកបរបរខ្លួនឯងយូរណាស់មកហើយដោយផ្អែកលើបច្ចេកទេសនិងអត្តចរិតរបស់ឯងច្បាស់ជាខ្លាំងជាងវា100ដងមិនខានបើឯងរកស៊ីខ្លួនឯងហើយអញ្ចឹងការបញ្ជាទិញ200តោននេះខ្ញុំប្រគល់ឲ្យឯងចុះតម្លៃគឺគិតតាមតម្លៃខ្ពស់បំផុតដូចលើកមុនអីវ៉ាន់មកដល់ទូទាត់លុយឲ្យទាំងអស់លោកប្រធានយ៉ាងលោកថាម៉េចការបញ្ជាទិញនេះឲ្យមកខ្ញុំប្រកាសណាស់ខ្ញុំធ្វើជំនួញឲ្យតម្លៃលើអត្តចរិតនិងសមត្ថភាពជាងយួនឯងជាមនុស្សប្រុសពេញលក្ខណៈម្នាក់ខ្ញុំទុកចិត្តឯងប៉ុន្តែពេលនេះសំបីតែកប៉ាល់ក៏ខ្ញុំគ្មានលុយជួលផងហារឿងនេះស្រួលទេខ្ញុំអាចឲ្យឯងខ្ចីសិនបានចាត់ទុកថាខ្ញុំចូលហ៊ុនចុះឯងចេញបច្ចេកទេសដឹកនាំកូនចៅចេញទូកទៅតាមពិតទៅខ្ញុំក៏កំពុងតែរកអ្នកទៅពង្រីកតំបន់នេសាទនៅសមុទ្រភាគនិរដីនឹងស្រាប់លើលោកនេះគ្មានអ្នកណាស័ក្តិសមជាងឯងទេលោកប្រធានយ៉ាងអរគុណលោកខ្លាំងណាស់ខ្ញុំពិតជាមិនឲ្យលោកខកបំណងឡើយប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើឲ្យមនុស្សមួយចំនួនបានឃើញថាអ្នកណាទើបជាស្ដេចសមុទ្រពិតប្រាកដដែលអាចវាយលុកសមុទ្រភាគនិរដីបានបងលីចុះបើឈ្មោះជាងយួននោះវាជួលកប៉ាល់បានមែនគិតយ៉ាងម៉េចទៅចុះទំនិញរបស់លោកប្រធានវងនោះ